សួស្តីប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាមកប្រើនៅកម្មវិធីមួយឈ្មោះថា Snake It តែជាដំបូងបើសិនជាអ្នកទាំងអស់គ្នាមិនមាននៅកម្មវិធី Snake It នេះទេសូមអ្នកទាំងអស់គ្នាទៅ download នៅក្នុងអ៊ីនធឺណិតតែបើសិនជាបុគ្គលណាដែលគ្មាននៅអ៊ីនធឺណិតសម្រាប់ download នៅកម្មវិធីនេះទេក៏អាចរកទិញបាននៅតាមហាងណាដែលមានលក់នៅកម្មវិធីកុំព្យូទ័រទូទៅឧទាហរណ៍ថាលោកអ្នកគ្មាននៅកម្មវិធី Snake It នេះប្រើហើយលោកអ្នកចង់ download ពីអ៊ីនធឺណិតសូមចូលទៅក្នុងអ៊ីនធឺណិតហើយចូលទៅកាន់ Google ខ្ញុំនឹងប្រាប់ website មួយឈ្មោះថា File Hippoបន្ទាប់អំពីយើងសរសេរឈ្មោះថា File Hippo យើងចុចពាក្យថា File Hippo ហើយយើងចុចពាក្យថា filehippo.com download free software ហើយចុចចូលទៅនៅក្នុងនេះនឹងមានកម្មវិធីជាច្រើនឲ្យយើង download តែយើង download ចំពោះកម្មវិធីណាដែលយើងត្រូវការតែប៉ុណ្ណោះដូចជាយើងត្រូវការនៅកម្មវិធី Snake It ដើម្បីយកមកថតកញ្ចក់កុំព្យូទ័ររបស់យើងសូមលោកអ្នកចុះមកក្រោមហើយរកពាក្យថា Photo and Image ចុចពាក្យថា View More វានឹងចូលទៅកាន់កម្មវិធីខាងក្នុងហើយសូមលោកអ្នកចុះមកក្រោមនឹងឃើញនៅកម្មវិធី Snake It នេះគឺជាកម្មវិធី Snake It version 11.2.1.72 ជា version មួយដែលថ្មីបំផុតនៅក្នុងឆ្នាំ2013សូមចុចពាក្យថា download ឬក៏ចុចនៅលើឈ្មោះរបស់វា Snake It បន្ទាប់មកសូមលោកអ្នកចុចពាក្យថាមកយកមកខាងស្ដាំហើយចុចពាក្យថា download latest version សូមចុចចូលទៅបើសិនជាលោកអ្នកបានដំឡើងនៅកម្មវិធី download រួចជាស្រេចហើយសូមលោកអ្នកអង្គុយចាំបន្តិចវានឹងចេញមកឲ្យនេះវានឹងចេញមកហើយកម្មវិធីនេះជាកម្មវិធី download មួយកាលណាយើងចូលមកហើយកម្មវិធីនេះនឹងធ្វើការដោយខ្លួនវាដោយស្វ័យប្រវត្តិហើយសូមចុចពាក្យថា Start Download វានឹងធ្វើការ download តែការ download នៅក្នុងទីនេះគឺយើងបានតែកម្មវិធីរបស់វាតែប៉ុណ្ណោះតែសម្រាប់លេខសម្ងាត់របស់វាឬក៏ serial របស់វាគឺយើងមិនមានទេតែយើងអាចដំឡើងវាប្រើបានរយៈពេល30ថ្ងៃហើយសូមរងចាំវា download រហូតដល់រួចនេះគ្រាន់តែជាការប្រាប់វិធី download ពីអ៊ីនធឺណិតដើម្បីយកនៅកម្មវិធី Snake It យកមកប្រើហើយហេតុអ្វីបានជាខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាការ download កម្មវិធី Snake It នេះយកមកប្រើហើយវាមានប្រយោជន៍អ្វីខ្លះវាមានប្រយោជន៍ត្រង់ថាវាអាចថតនៅកញ្ចក់កុំព្យូទ័ររបស់យើងពេលដែលយើងកំពុងធ្វើការអ្វីណានីមួយវ័យឯកសារធ្វើជាសៀវភៅផលិតអ្វីផ្សេងៗយើងអាចថតនៅ monitor កុំព្យូទ័ររបស់យើង
បាននៅរូបទូចរូបធំតាមຂនាតដែលយើងត្រូវការដើម្បីយកទៅកាត់តដូចជាសភៅឬយករូបដែលយើងកាត់តរួចហើយយកទៅដាក់ក្នុង website online របស់យើងប្រើបានជាច្រើនលក្ខណៈនៅពេលនេះវា download រួចរាល់ហើយបើសិនជាយើងចុចពាក្យថា open វានឹងចាប់ផ្ដើមដំឡើងនៅកម្មវិធីនេះតែបើយើងចុចពាក្យថា open folder វានឹងចូលទៅកាន់ folder ដែលវា download កម្មវិធីអំបញ្ញមិញនៅកន្លែងណាយើងចុចពាក្យថា open folder នេះគឺជាកម្មវិធី SnakeIt ដែលយើងបាន download អំបញ្ញមិញតែខ្ញុំមិនបានយកនៅកម្មវិធីនេះយកមកដំឡើងទេខ្ញុំទុកកម្មវិធីរបស់វាគឺនៅ desktop សូមបិទអានេះទៅនេះជាកម្មវិធី SnakeIt តែនៅក្នុងនេះគឺមានទាំងលេខសម្ងាត់របស់វាឬក៏ serial របស់វាតែកម្មវិធីដែលខ្ញុំ download អំបញ្ញមិញគឺប្រើបានតែរយៈពេល1ខែប៉ុណ្ណោះតែកម្មវិធីនេះគឺវាមានលេខសម្ងាត់របស់វាយើងអាចប្រើបានជារៀងរហូតតែបើយើងចង់បាននៅលេខសម្ងាត់របស់វាយើងប្រើនៅកម្មវិធីមួយទៀតឈ្មោះថាកម្មវិធី Express File នេះគឺយើងអាច download នៅកម្មវិធីអ្វីៗបានទាំងអស់តែចំណាយពេលវេលាយូរ download Windows ក៏បានឧទាហរណ៍ថាខ្ញុំដំឡើងនៅកម្មវិធី Express File នេះឡើងមកដើម្បីធ្វើឲ្យអ្នកទាំងអស់គ្នាមើលហើយសូមចុចពាក្យថា Yes បន្ទាប់មកសូមចុចពាក្យថា Start Download នេះគឺជាមុខមាត់នៃកម្មវិធី Express File ឧទាហរណ៍ថាលោកអ្នកចង់បាននៅកម្មវិធី SnakeIt ដែលមាននៅលេខសម្ងាត់របស់វាសូមលោកអ្នកសរសេរនៅខាងលើត្រង់ពាក្យថា Search សរសេរពាក្យថា SnakeIt បន្ទាប់អំពីយើងសរសេរពាក្យថា SnakeIt សូម Enter ឬក៏ចុចពាក្យថា Search វានឹងចេញមកជាបន្ទាត់ហើយយើងរកមើលនៅពាក្យណាដែលឈ្មោះថា SnakeIt ហើយមានពាក្យថា Key ឬក៏ Serial ឬក៏ Keygen ឧទាហរណ៍ដូចជាត្រង់នេះឈ្មោះថា Key ខាងក្រោមឈ្មោះថា Keygen បន្ទាប់មកសូមយើងចុចពាក្យថា Download ហើយសូមចុចពាក្យថា Download បន្តវានឹងចេញទំព័រមួយទៀតឲ្យយើង save វាទុកតើយើង download នឹងយកទៅដាក់នៅកន្លែងណាឧទាហរណ៍ថាខ្ញុំចុចដាក់នៅ desktop ហើយចុច OK វានឹងធ្វើការ download នេះគឺជាមុខមាត់របស់វាដែលកំពុងតែធ្វើការ download តែនៅក្នុងចំណុចនេះខ្ញុំសូមផ្អាកត្រឹមនេះសិនត្រឹមតែជាការប្រាប់លក្ខណៈសង្ខេប